តើពីណាគេខ្លះជា fan របស់ One Piece បាទខ្ញុំជឿថាអ្នកទាំងអស់គ្នារួមទាំងខ្ញុំផងដែរបាទភាគច្រើនគឺចូលចិត្តមើល anime ឬក៏តុក្កតាច្រើនជាជាងការអានសៀវភៅរឿងរបស់វាអញ្ចឹងថ្ងៃនេះខ្ញុំមានហេតុផល5ដែលគិតថាបើយើងជ្រើសរើសយកការអានសៀវភៅគឺល្អព្រោះសម្រាប់ fan ភាគច្រើននៅស្រុកក្រៅបាទគេចូលចិត្តអានសៀវភៅគេថាអានសៀវភៅមានផលប្រយោជន៍ច្រើនជាងហេតុផលទី1គឺសាច់រឿងរបស់សៀវភៅរឿងគឺលឿនជាង anime បាទអញ្ចឹងជាទូទៅ manga គឺដំណើរការរបស់វាគឺលឿនគឺទៅសេជាសៀវភៅអញ្ចឹងអត់ចាំបាច់នៅការ animation ឬក៏កាត់វីដេអូច្រើនទេអញ្ចឹងពីមួយអាកទៅមួយអាកឬក៏ពីមួយភាគទៅមួយភាគហ្នឹងគឺលឿនបាទអញ្ចឹងធ្វើឲ្យអ្នកដែលគាត់រងចាំយូរហ្នឹងអត់ចាំបាច់ចាំឲ្យគាត់អានយកតែម្ដងបាទហេតុផលទី2គឺស្នាដៃពិតចេញពីអ្នកនិពន្ធផ្ទាល់តែម្ដងបាទគាត់នឹងមានឈ្មោះថា Ichiro Oda អញ្ចឹងរាល់ការសរសេររបស់គាត់គឺអត់មានកែប្រែទេគឺកំណត់ director មិនគឺចេញមកអញ្ចឹងវាខុសពី anime បាទបើ anime ពេលដែលចេញមកគឺមានការកែប្រែខ្លះដែលផ្ទុយពីកំណត់ director ដើមទាំងស្រុងឬក៏មួយចំនួនទូចបាទហើយហេតុផលទី3នេះគេហៅថា filter បាទគឺសភៅរឿងឬក៏ manga គ្មាន filter បានន័យថាម៉េច filter បានន័យថាពីម៉ាស៊ីនទៅម៉ាស៊ីនគេហៅថា Ocala បាទគេណែនងឆ្វេងស្ដាំអញ្ចឹងទៅបាទនៅក្នុង anime តម្រាំចូលដល់សាច់រឿងមកវាហ្នឹងហើយវាផ្ទុយពី manga គេដាក់មកគឺបដោតទៅលើសាច់រឿងខ្លាំងគឺចំណុចសំខាន់តែម្ដងបាទហេតុផលទី4ងាយសាមញ្ញគឺអ្នកអាន manga ដឹងសាច់រឿងមុនអ្នកមើល anime អញ្ចឹងរាល់ព្រឹត្តិការណ៍ឬក៏ plot twist សាច់រឿងមួយអាចកំបាំង secret អីហ្នឹងគឺពួកគាត់អានគាត់អាចដឹងមុនបាទមុន anime ព្រោះ anime មកក្រោយច្រើនខែតម្រាំទៅធ្វើអញ្ចឹងនៅពេលខ្លះអ្នក manga ប្រកែកជាមួយអ្នកមើល anime អ្នក anime ប្រកែកឈ្នះហើយដោយសារពួកគាត់ដឹងមុនបាទហើយហេតុផលទី5ហ្នឹងគឺការគ្រប់គ្រងល្បឿននៃការអានបាទវាល្អជាងការមើលហ្នឹងហើយដោយសារកន្លែងណាដែលគាត់ឆ្ងល់អញ្ចឹងគាត់អាចបកមកអានចុះអានឡើងតយល់ពីចំណុចមួយអញ្ចឹងទៅហ្នឹងហើយគាត់អាចគ្រប់គ្រងទៅលើល្បឿននៃការអានកាយបានវាខុសពី anime ជួនកាលនៅពេលដែលចាក់មកគឺទៅមុខទៅបាទកម្រមានអ្នកខាចុះខាឡើងមើលបាទហើយបើចាក់តាម TV ទៀតតែផុតទេអញ្ចឹងមើលបានប៉ុណ្ណាយកប៉ុណ្ណឹងអញ្ចឹងវាអាចថាបាត់ចំណុច detail ខ្លះនៅក្នុង anime បាទអញ្ចឹងជាសរុបមក anime វាមានចំណុចល្អរបស់វាត្រង់ថាវាមានសលេងមានភ្លេងបាទមានរូបភាពសម្រាប់ឲ្យយើងមើលមានចលនាអញ្ចឹងទៅហើយបើសម្រាប់ការអានសៀវភៅវាបាត់អស់ហ្នឹងប៉ុន្តែវាមាន detail ជាងបាទហើយវាលឿនដូចចំណុចដែលខ្ញុំនិយាយពីលើមកអញ្ចឹងសម្រាប់អ្នកទាំងអស់គ្នាអ្នកណាគេដែលគាត់ជា team manga ចូលចិត្តអានសៀវភៅហើយអ្នកណាគេចូលចិត្ត anime សម្រាប់ admin ការអានសៀវភៅដូចរៀងយ៉ាប់បន្តិចហ្នឹងហើយបើមើលអាហ្នឹងដូចជាគ្រាន់ជាងបាទអញ្ចឹងសម្រាប់ admin គឺមានតែប៉ុណ្្នឹងទេអញ្ចឹងអ្នកនរគ្នាកុំភ្លេចជួយ follow like share ចែកគ្នាស្ដាប់ម្នាក់មួយផងបាទហើយកុំភ្លេចតាមដាននៅវីដេអូក្រោយៗទៀតអរគុណច្រើន